ចឹងកុំឲ្យថារដ្ឋាភិបាលលោកមិនយកចិត្តទុកដាក់អញ្ចឹងការធ្វើសិក្ខាសាលានេះគឺជាការបង្ហាញនៃការផ្សព្វផ្សាយដើម្បីឲ្យជ្រួតជ្រាបដល់បណ្ដាលថ្នាក់ក្រោមឆ្អែតឆ្អន់ជាមួយសង្គ្រាមក៏យើងមិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមហើយទទួលបានសុខសន្តិភាពនោះទេ Roger ខិតបានណាមានបានអាននៅខិតបាននេះហើយអានផង Yes ប្រុងប្រៀបគោរពទង់ជាតិគោរពទូព្រះបង្គំនាងខ្ញុំសូមគោរពអនុញ្ញាតចាប់ផ្ដើមកម្មវិធីខ្ញុំប្រកាសណាសូមក្រាបបង្គំសម្ដេចព្រះពុទ្ធនិចារទូលសុខវោហាព្រះកងសញ្ញារងព្រីតំណាងកំពង់ពោះសម្ដេចមហាសង្ឃរាជបុគ្គលីព្រះសកលវិទ្យាល័យនៃពុទ្ធសាសនាវិទ្យាល័យព្រះសីហមុនីរាជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតបាទហើយយើងទាំងអស់គ្នាបានដឹងហើយថារដ្ឋាភិបាលបន្តវេននេះគឺជារដ្ឋាភិបាលមួយដែលពោពេញទៅដោយធម៌ពលស្វាហាប់បាទយើងបានដឹងទាំងអស់គ្នាហើយថាយុទ្ធសាស្ត្របញ្ញកោណទើបតែនីតិកាលទី7នេះទេដែលមានបាទហើយនៅក្នុងយុទ្ធសាស្ត្របញ្ញកោណនេះកិច្ចការងារសំខាន់ដែលរដ្ឋាភិបាលបានដាក់ចេញគឺការគិតគូរទៅដល់សុខទុក្ខរបស់ប្រជាពលរដ្ឋរបស់យើងបាទមានប្រព័ន្ធគាំពារសង្គមមានការដោះស្រាយនៅអ្នកសិទ្ធិកិច្ចក្រៅប្រព័ន្ធមានការផ្ដល់ឱកាសទៅដល់មន្ត្រីកសិកម្មទៅដល់បណ្ដាឃុំសង្កាត់នៅទូទាំងប្រជាជាតិកម្ពុជារបស់យើងបាទគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈបានសមត្ថក៏ដូចជាបានបសសបាទការពង្រឹងនៅគុណភាពសេវាការផ្ដល់សេវាបាទសុខាភិបាលនេះជាកិច្ចការងារមួយសំខាន់ដែលរដ្ឋាភិបាលអាណត្តិទី7របស់យើងបានគិតគូរវគ្គផ្សព្វផ្សាយរបស់យើងនៅថ្ងៃនេះគឺជាកិច្ចការងារមួយសំខាន់បាទដែលការិយាល័យប្រជាប្រដ្ឋរាជធានីភ្នំពេញបានរៀបចំឡើងនៅក្នុងឱកាសនេះដើម្បីផ្សព្វផ្សាយឲ្យសាធារណជនរបស់យើងបានទទួលជ្រាបថាតើអ្វីទៅជាមុខងារការិយាល័យប្រជាប្រដ្ឋរបស់យើងបាទកន្លងមកនេះគឺរដ្ឋបាលរាជធានីភ្នំពេញយើងតែងតែផ្សព្វផ្សាយធ្វើសកម្មសាលាផ្សព្វផ្សាយមុខងារភារកិច្ចទូតនទីរបស់ការិយាល័យប្រជាប្រដ្ឋរបស់យើងនៅក្នុងខណ្ឌទាំង14នៅក្នុងរាជធានីភ្នំពេញរបស់យើងអញ្ចឹងហើយបានជាអាដាមប្រធានក្រុមឧស្សាហរាជធានីភ្នំពេញក្តីអាដាមគង់ស្រីអភិបាលនៃគណៈបាលរាជធានីភ្នំពេញក្តីលោកឆ្អល់បង្ហាញថាគួរបញ្ជ្រាបកិច្ចការងារនេះដើម្បីដល់សិស្សនិស្សិតរបស់យើងបានទទួលជ្រាបផងបាទជារៀងរាល់ឆ្នាំបាទនេះគឺថ្នាក់រាជធានីទេយើងតែងតែធ្វើវេទិកាសាធារណៈឬក៏វេទិកាផ្សព្វផ្សាយនៅពីគ្រោះយោបល់ដើម្បីទទួលនៅសំណើសំណុំពររបស់ប្រជាពលរដ្ឋរបស់យើងបាទក្នុងការជំរុញលើកិច្ចការងារអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន Roger ខិតបានណាបានណាមានក្នុងដៃមានបានអាននៅបាទអានខ្លះនៅបាទអានចិត្តបាននេះហើយអានផងបាទយកតែអានបើអាននៅក្នុងពេលនេះមានចម្ងល់ត្រៀមបាទទៅត្រៀមទៅទៀតគ្រូទេសគាត់ឡើងធ្វើបទបង្ហាញហើយនឹងបញ្យល់ថាស្អីទៅគឺជាភារកិច្ចទូនទីរបស់ការិយាល័យប្រជាប្រដ្ឋរបស់យើងអញ្ចឹងទេរាល់ចម្ងល់យើងអាចសួរបានបាទដូច្នេះការផ្សព្វផ្សាយនេះពិតជាបានចូលរួមចំណែកជួយតម្រង់ទិសដល់ការអនុវត្តកិច្ចការងាររដ្ឋបាលនិងឈានទៅការអនុវត្តឲ្យបានឯកភាពគ្នាទូទាំងរដ្ឋបាលរាជធានីភ្នំពេញស្របទៅតាមសៀវភៅណែនាំដែលតម្រូវឲ្យរដ្ឋបាលរបស់យើងត្រូវអនុវត្តបាន
ពេញលេញនិងមានសិទ្ធិភាពខ្ពស់ជាទីបញ្ចប់ខ្ញុំក្នុងនាមអាយដាមម៉ាប់សរិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងអាយដាមគង់ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញខ្ញុំពិតជាសង្ឃឹមយ៉ាងមុតមមថាអាយដាមលោកជំទាវលោកស្រីទាំងអស់ដែលបានចូលរួមក្នុងវគ្គផ្សព្វផ្សាយនៃឱកាសនេះនឹងទទួលបាននៅពុទ្ធិថ្មីបន្ថែមទៀតអំពីសិភៅណែនាំស្ដីពីទូនាទីភារកិច្ចរចនាសម្ព័ន្ធនិងសូមឲ្យវគ្គផ្សព្វផ្សាយនេះទទួលបាននៅជោគជ័យតាមការគ្រោងទុកនិងសូមឲ្យអារម្មណ៍លោកជំទាវទាំងអស់ទទួលបាននៅសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចជាពិសេសទទួលបាននៅពរពុទ្ធទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយជាកិច្ចបន្ទាប់ខ្ញុំបាទសូមគោរពនិមន្តសម្ដេចព្រះពុទ្ធិចារ្យទូតសុខវេហាព្រះសង្ឃនីតិការរងនៃតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាប្រសង្ឃរាជបូគ្រីព្រះសាកលវិទ្យាធិការនៃពុទ្ធសាកលវិទ្យាល័យព្រះសហមុនីរាជាមានសង្ឃនិកានិងប្រកាសបើកវគ្គផ្សព្វផ្សាយរបស់យើងបាទសូមនិមន្តគោរពការផ្សព្វផ្សាយថ្ងៃនេះសង្ឃឹមថាបងប្អូននឹងយល់ជ្រៅជ្រាបព្រោះថាបងប្អូនទៅថ្ងៃអនាគតក៏នឹងទៅជាមេដាបៃតាជាមេគ្រួសារអញ្ចឹងត្រូវការយល់ដឹងយើងមានកាតព្វកិច្ចតួនាទីនិងសិទ្ធិរបស់យើងយ៉ាងណាខ្លះក្នុងការទទួលបាននៅការគាំពៀអំពីរាជរដ្ឋាភិបាលគ្រប់ស្ថាប័នទាំងអស់អញ្ចឹងសូមមានការយកចិត្តទុកដាក់ខ្ពស់ហើយរៀនបានយល់ដឹងហើយយើងមានឱកាសក្នុងការផ្សព្វផ្សាយបន្តទៅដល់អ្នកនៅក្រោមអាវ៉ាតរបស់យើងឬក៏ជាកូនជាកាត់ជាចៅជាបងប្អូនរបស់យើងណាយើងមានសិទ្ធិស្របច្បាប់ក្នុងការបញ្ជ្រាបក្នុងការផ្សព្វផ្សាយបន្តដើម្បីអីដើម្បីជាកម្លាំងនៃការពង្រឹងដល់ការអភិវឌ្ឍសង្គមជាតិរបស់យើងចឹងហើយចូលឲ្យយើងពន្លឿនយកចិត្តទុកដាក់ទាំងអស់គ្នាជំរាបបងចឹងជាចុងបញ្ចប់អត្ថភាពក៏សូមប្រគេនពរជូនពរដល់អាយឧត្តមលោកជំទាវលោកស្រីនិងអង្គពិធីទាំងមូលសូមជួបប្រទះតែនឹងពុទ្ធមង្គលពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយតើការឡាយជាប្រវត្តិសម្រុះសម្រួលដោះស្រាយមិនដឹងប្រភេទអ្វីបងប្អូនណាក្លាហានដោះស្រាយបណ្ដឹងរដ្ឋបាលបាទសូមទៀតអាយវ៉ាសាទ័រមួយបាទនៅក្នុងអត្ថភាពគន្លឹះរបស់ជាបញ្ញកក៏កំណត់ដែរនៅក្នុងនោះមានចំនួន5មានទី1មនុស្សផ្លូវទឹកភ្លើងចុងក្រោយគឺបច្ចេកវិទ្យា digital នឹងឯងចាអញ្ចឹងដើម្បីផ្ដល់ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលខាងក្រសួងមហាផ្ទៃក៏បង្កើតឲ្យមាននៅកម្មវិធីទូរស័ព្ទដៃនេះដើម្បីធ្វើការទទួលនិងសម្រុះសម្រួលដល់ស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់ការដែលប្រជាពលរដ្ឋផងដែរអញ្ចឹងជាចុងក្រោយក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់អាយដាមលោកជំទាវលោកស្រីដែលបានអញ្ជើញចូលរួមក្នុងវគ្គផ្សព្វផ្សាយអនុក្រឹត្យទី19អនក្របកចុះថ្ងៃទី18ខែកុម្ភៈឆ្នាំ2017ស្ដីពីការបង្កើតការិយាល័យវិជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរខ្ញុំសូមសិទ្ធិពរជ័យជូនលោកស្រីទាំងអស់ជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាដែរចា៎សូមអរគុណ